ជំរាបសួរពុកម៉ែបងប្អូនទេសភាពថ្ងៃរៀបលិចបាទហើយស្រែនេះគឺម្ចាស់គាត់ធ្វើពូជនួនអាណុងបាទគាត់ធ្វើទុកហូបបាទហើយគាត់អត់សូវហ៊ានបាញ់ថ្នាំបាចជីទេមានន័យថាប្រើថ្នាំប្រើជីតិចតួចបំផុតពុកម៉ែបងប្អូនបាទបាទហើយខុសពីខ្សែមួយនេះបាទពុកម៉ែបងប្អូនខុសពីខ្សែមួយនេះគឺជាខុសពីខ្សែនេះគឺខ្សែធ្វើពូជនួនអាណុងម្ចាស់គាត់ធ្វើទុកហូបហើយការប្រើប្រាស់ជីថ្នាំấyគឺតិចតួចបំផុតបាទហើយក្រៅពីខ្សែមួយនេះគឺគាត់ធ្វើ EA បាទគាត់ធ្វើស្រូវ EA ស្រូវខ្លីហ្នឹងបាទគាត់ប្រើជីប្រើថ្នាំខ្លាំងបានផលច្រើនសម្រាប់លក់ចេញហើយស្រែមួយនេះគាត់ទិញពូជ B ដែរប៉ុន្តែចំអាពូជស្រូវមិនសុទ្ធបាទលាយពេញតែម្ដងបាទហើយខ្សែក្រហមផងបងបោកនោះគឺពូជសុទ្ធល្អណាស់សម្រាប់ខ្ញុំចង់ជំរាបពុកម៉ែបងប្អូនថាយើងគួរជ្រើសរើសពូជទុកដោយខ្លួនឯងកុំបាច់ទិញពីចិនពីអីមកមើលយើងទិញពីចិនមកវាថាពូជល្អហើយថ្លៃដល់យកមកធ្វើមិនល្អណាពុកម៉ែបងប្អូនឃើញលាយបាទលាយខ្ពស់ទៀបងក់ច្រើនណាហើយទិញពីគេមកក៏ថ្លៃដែរអញ្ចឹងបើតាមយោបល់ខ្ញុំគួរពុកម៉ែបងប្អូនកាត់បន្ថយការចំណាយតាមរយៈជ្រើសរើសពូជទុកដោយខ្លួនឯងបាទគឺកាត់បន្ថយការចំណាយបានច្រើនហើយប្រសិនបើយើងអាចជ្រើសរើសបានដោយខ្លួនឯងទៅយើងក៏បានចំណេញច្រើនណាកាត់បន្ថយការចំណាយបាទពុកម៉ែបងប្អូនអាចចែកទិញជាមួយម្ចាស់ស្រែណាដែលឃើញមានពូជសុទ្ធល្អអញ្ចឹងទៅឬក៏ដូរគ្នាទៅបាទគាត់សល់ពីទុកធ្វើពូជខ្លួនឯងគាត់លក់ចេញអញ្ចឹងយើងអាចដូរជាមួយគាត់ទៅបាទវាកាត់បន្ថយការចំណាយបានច្រើនពុកម៉ែបងប្អូនមកបេវាថ្លៃបាទយើងទិញពូជបេគេថ្លៃបានបើវាសុទ្ធវាមិនអីវាអត់សុទ្ធទៀតហើយជួនកាលយកមកព្រួលមិនសូវដោះក៏មានដែរបាទគេអាចបន្លំយើងពុកម៉ែបងប្អូនណាបាទហើយសម័យបច្ចុប្បន្នដោយសារយើងមានប្រព័ន្ធធារាសាស្ត្រការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់អញ្ចឹងយើងអាចធ្វើខ្សែលើនេះបានមួយឆ្នាំរហូតដល់3 ដងពុកម៉ែបងប្អូន3 ដងមួយឆ្នាំធ្វើបាន3 ដងបាទហើយបូកជាមួយនឹងស្រូវប្រាំងម្ដងទៀតឡើង4 ដងហើយស្រូវប្រាំងប្រសិនបើគាត់ថ្នាក់លើគាត់ថែមម្ដងទៀតរហូតដល់ធ្វើខ្សែប្រាំង2 ដងបាទបូកជាមួយខ្សែលើនេះ3 ដងឡើង5 ដងពុកម៉ែបងប្អូនណាប៉ុន្តែអ្នកធ្វើខ្សែប្រាំងខ្លះក៏ធ្វើតែម្ដងហើយខ្លះទៀតក៏ធ្វើ2 ដងបាទធ្វើ2 ដងទៅតាមការអំណោយផលរបស់ខ្សែរបស់គាត់បាទប៉ុន្តែជាធម្មតាបើខ្សែលើដឹងមួយឆ្នាំ3 ដងហើយបើខ្សែប្រាំងខ្លះធ្វើម្ដងខ្លះធ្វើ2 ដងតាមការអំណោយផលរបស់ខ្សែរបស់គាត់បាទហើយអ្វីដែលខ្ញុំកំពុងថតគឺថតនៅពេលដែលសូរិយាហៀបនឹងអស់ស្ដង់គុតបាទពុកម៉ែបងប្អូនលើមចិត្តលិចទៅបាត់ហើយបាទខ្ញុំមិនមានអីចែកជូនក្រៅពីការថតផ្ដិតយកទេសភាពវាលស្រែបាទយកមកបង្ហាញជូនពុកម៉ែបងប្អូនទេបាទព្រោះយើងនៅស្រុកស្រែវាគ្មានអីហួសពីថតស្រែឲ្យពុកម៉ែបងប្អូនមើលទេបាទគេរស់នៅភ្នំពេញគេរស់នៅតាមទីក្រុងទីប្រជុំជនគេថតនៅសំណង់អគារខ្ពស់កប់ពពកសួនច្បារវីឡាฮืអហាលយឆាយស៊ីវិល័យឲ្យចែកជូនតាមបណ្ដាញសង្គមឲ្យឃើញបាទដោយឡែកយើងនៅស្រុកស្រែនេះមិនមានអីថតក្រៅពីស្រុកស្រែឃើញមានដូចអ្វីបងប្អូនឃើញក្នុងការចែកប្រយោជន៍របស់ខ្ញុំណាបងប្អូនណាបាទហើយសូវធ្វើសារលើកទី3នេះជាធម្មតាចំណេញច្រើនព្រោះអត់សូវមានតកៅចាក់បាទអត់សូវ
miền cả đó cát ấy đôi xa thì mùi xa thì pi chẳng hạ xa thì bảy thì cứ thừa tới bàn phò chờ này bỏ sầu làng lái chân này to đấy nó đôi xa thừa bàn phò chờ bụng mai bọn phồn mà hay sài sầu nó hai cứ chia cầm nọp rồi bỏ bong ôn cả sẽ có nông ca lưỡi xuôi cầm đặt chi phèp mọi bàn căn đại sao và hay sân bà tìm xa sầu nó bàn lò với nhớ phụ mại bọn ôn còn cho nên chờ này là còn tai bảo vệ ọt thâu thay thế tu toát tôn thay đào hay cho nên thì tôi chôn các ai khác của miền này bà chân ca chạy lên nơi rụp hiệp phần đấy bà xong phải chọn và xong ở con